ប្រៀបហ៊ុនសែនមិនមែនចាស់សទេច្បាប់ធម្មជាតិអាចត្រឹមត្រូវប្រៀបហ៊ុនសែនមិនចាស់ថតទេហើយថ្មីក្នុងពេលខាងមុខនេះហ៊ុនសែនមិនដឹងថាដល់ពេលបានប្រប៉ុណ្ណាទៀតទេគាត់រាល់ថ្ងៃគាត់ខំប្រឹងដោយសារអីដោយសារគាត់ពង្រឹងអំណាចទុកឲ្យកូនគាត់អានឹងមិនខុសពីអាឡុងនិយាយទេអាឡុងវិញនិយាយអាមួយនៅអាមេរិកនឹងវិញនិយាយកាលមុនត្រូវរបស់វាគាត់និយាយផ្ដាំផ្ញើទៅលោកហ៊ុនម៉ាណែតទៅណាអានេះខ្ញុំនិយាយថាតាមគាត់ឯណាគាត់ថាអាម៉ាណែតគាត់និយាយអាក្រក់ខ្ញុំតែហៅលោកហ៊ុនម៉ាណែតហ៊ានហៅអាទេសូម្បីលោកហ៊ុនសែនគាត់គាត់ផ្ដាំមកថាអាម៉ាណែតបើឯងរងថ្ងៃហើយឈប់ឲ្យឪឯងធ្វើដើម្បីឯងទៀតទៅគាត់និយាយលយរបស់គាត់ហើយវាឡូសិកដែរកាលតែគាត់និយាយចំនួនហ្នឹងយល់ទេអានឹងលោកឡុងសុគន្ធធរៈឡុងនៅអាមេរិកដែលគាត់ផ្ដាំទៅលោកហ៊ុនម៉ាណែតចំនួនហ្នឹងដល់ឥឡូវនេះគាត់ទៅតាសមោមគាត់ទៅกระดาษ100មកពីអាមេរិកច្រើនស្លឹកទៅគាត់វែងខួរក្បាលគាត់ទៅហើយគាត់ប្រាប់ថាក្បាលគាត់ហ្នឹងគឺលក់បានថ្លៃបងប្អូនពិចារណាក្បាលគាត់លក់បានថ្លៃអ្នកដែលគេអត់ទិញបានន័យថាក្បាលថោកខ្ញុំសុកចិត្តធ្វើក្បាលថោកចុះឲ្យគាត់យកក្បាលទៅលក់ឲ្យគេចុះសម្រាប់ខ្ញុំអត់ទេគៀងងើពេជ្រសំណាងបាទអរគុណពីចម្ងាយតាគឹមឡាយខ្មែរនៅក្នុងស្រុកខ្លាចយួនណាស់មិនហ៊ានក្រោកឡើងយួនវានៅគ្រប់ទីកន្លែងបាទត្រឹមត្រូវក៏ប៉ុន្តែបើបងប្អូននៅតែខ្លាចនៅតែគោរពគេយើងបាត់បង់ហើយលើកនេះចន្ទាខឹមបាទសួស្ដីលោករ៉ាស៊ីអរគុណអុកពេជ្រសំណាងស្រូប9ទូរស័ព្ទបងឯងបាទអរគុណបងលុះកំសាំងនៅព្រះវិហារមេឃុំកំពុងនៅព្រះវិហារមេឃកំពុងភ្លៀងនៅព្រះវិហារមេឃកំពុងភ្លៀងនៅខាងកំពុងឆ្នាំងមេឃអត់ភ្លៀងសោះជីវិតប្រេជីកហ្វូណនគ្រាន់តែខ្ញុំស្ដាប់ជីវិតប្រេជីកហ្វូណននឹងមិនហើយជីកបានប្រេជីកហ្វូណនហើយនៅណាជីវិតប្រេជីកហ្វូណនលោកហ៊ុនសែនជីកបានប្រមាណហើយឬមួយក៏ចិនអត់ឲ្យលុយគ្រាន់តែបានក្បាលបន្លាយបន្តិចហើយនឹងចុងកតុយបន្តិចគាត់ថាអួតនឹងបោកប្រជាពលរដ្ឋណារាថាអានេះចេញមកនិយាយឡប់អញ្ចឹងហ្នឹងហើយខ្ញុំនិយាយឡប់ហើយបើនិយាយឡប់លោកឯងមកចូលស្ដាប់មានលោកឯងលើដែរកុំចូលស្ដាប់អីយល់ទេលីបូរីសួស្ដីខ្ញុំចង់ដឹងថាតើ SBS នឹងស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលប៉ុន្មាន SBS ពិតជាមានសមត្ថភាពក្នុងការលុបបំបាត់អំពើពុករលួយបានមែនទេអំពើពុករលួយ SBS អត់អាចមានសិទ្ធិមកលូកដៃក្នុងប្រទេសយើងទេហើយបងប្អូនមើលរឿង SBS ចូលមកប្រទេសខ្មែរ SBI ច្រឡំ SBI ចូលមកប្រទេសខ្មែរបងប្អូនមើលសូម្បីតែឌៀលក់មុងណាបងប្អូនថាគាត់លក់មុង100,000លុយខ្មែរគាត់ទិញនៅអូឡ িম্প ិក2000ហើយ8000គាត់ចំណេញតែ2000ទេក្នុងមុងមួយបច្ចុប្បន្នគាត់លក់តែ8000ទៅទៀតពេលគាត់លក់អត់ដាច់គាត់លក់តែ8000ទេអញ្ចឹងមួយថ្ងៃខ្ញុំវាយថាគាត់លក់មុងបាន10មុងទៅចុះបើខ្ញុំមើលអត់បានទេរត់តែ5មុងមកឃើញចុះថា10មុងគាត់ចំណេញបាន20000គាត់គេងអតែនៅកំពង់ឆ្នាំងជួបខ្ញុំអតែមិនមែនអតែអីទេផ្ទះសំណាក់មួយយប់$15បងប្អូនមើល$15ស្មើប៉ុន្មានស្មើ60000ហើយហ្នឹងហើយជួបគាត់នៅហូបចុកទៀតព្រលឹមឡើងគាត់កាទៀវជាមួយយើងទៀតគាត់ញ៉ាំកាទៀវឲ្យដូចគេដូចឯងអញ្ចឹងមួយថ្ងៃខ្ញុំវាយគាត់ចាយប្រហែលជា$40ទៅ$50គាត់លក់មុងចំណេញបាន20000លុយខ្មែរហ្នឹងបងប្អូន20000លុយខ្មែរស្មើនឹង$5ហើយគាត់ចាយអស់ប្រហែល$40ទៅ$50គាត់បានលុយពីណាមកហើយគាត់ដើរធ្វើអីណាអ្នកណារករឿងគាត់តែអត់ទេឌៀលលក់មុងឌៀលគាត់ទៀតឌៀលលក់មុងឌៀលលក់មុងតែឌៀលលក់មុងមានផែនទីខ្មែរដើរគ្រប់កន្លែងស្គាល់ទាំងអស់អានឹងហើយ SBI គេណាបងប្អូនគេដឹងទាំងអស់យល់ទេអញ្ចឹងបងប្អូនត្រូវយល់ថា SBI នៅកន្លែងណាបច្ចុប្បន្នវានៅឌៀលលក់មុងហ្នឹងក៏មានដែរអានេះខ្ញុំគ្រាន់តែឧទាហរណ៍តូចមួយឲ្យបងប្អូនយល់គេដឹងទាំងអស់សហរដ្ឋអាមេរិកណៃធ្វើអីJane Fanlane បាទអ្នកស្នេហាជាតិមានតិចណាស់ដែលនៅតស៊ូអ្នកចេះដឹងនៅក្នុងស្រុកត្រូវគេបាញ់សម្លាប់ដោយកណ្ដាប់ចារកម្មរបស់គេងាយស្រួលយកកម្ពុជាដោយបាទខ្មែរមានឈ្មោះតែអំណាចយួនគេយកហើយគេយកលុយយកអាវុធ
ឲ្យមនុស្សរបស់គេធ្វើធំបញ្ជាយោធានគរបាលជាតិការពារអំណាចរបស់គេទុកវាយក្បាលខ្មែរហៅថាវាលពិឃាតឈាមត្រជាក់នឹងហើយហៅថារលាយអង្គការតែយៈទស្សកៈស្ដាប់ពាក្យប្អូនមិនបានក៏ថាប្អូនឈួតតែទីបំផុតរលាយនគរអង្គការមែនបងប្អូនពិចារណានេះជារឿងមួយដែលត្រឹមត្រូវដែលChen Fan Lan ដែលគាត់បានលើកឡើងបងប្អូនយកពាក្យគាត់ទៅពិចារណាណាមិនមែនជាការងារដែលគាត់និយាយនឹងមិនពិតទេណាបញ្ជាក់ច្បាស់ណានេះជាការពិតដែលកូនខ្មែរត្រូវតែពិចារណាណាអ្វីដែលគាត់ដាក់មកត្រូវខ្ញុំថាត្រូវអ្វីដែលគាត់ដាក់មកខុសខ្ញុំនឹងឆ្លើយថាខុសតែនេះជាការពិតសូម្បីតែវាយនៅជាមួយថៃដែលទាហាននៅនឹងសមរភូមិមុខគេចូលមកដល់មុខ200ម៉ែត្រហើយបញ្ជាពីលើនេះទៅកុំឲ្យបាញ់កុំឲ្យតបទុកឲ្យខ្មែរងាប់នៅក្នុងលងឈឺចាប់ហ៎អ្នកណាអ្នកបញ្ជាផ្កាយ2ផ្កាយ3ដែលជាមេនៅភ្នំពេញជានរណាកងទ័ពវៀតណាមជាង 100000 នាក់ខ្ញុំអាយ៉ងវៀតណាមមេអស់នោះហើយជាអ្នកបញ្ជាកូនខ្មែរគិតឲ្យស៊ីជម្រៅណាចឹងសុំឲ្យទាហានដែលនៅសមរភូមិស្ដាប់អ្នកបញ្ជាថាតើអ្នកបញ្ជានឹងជានរណាបើអ្នកបញ្ជានឹងបញ្ជាលេបឡប់បំណងគេសម្រាប់យើងទេកុំស្ដាប់កុំយកជីវិតយកទៅបដូរដើម្បីអំណាចគេយកជីវិតទៅបដូរដើម្បីជាតិពិតប្រាកដអានឹងសំធ្វើខ្ញុំនិយាយនេះមិនមែនឲ្យអស់លោកពលទាហានដែលនៅសមរភូមិបះបោទេតែគ្រាន់តែពិចារណាថាអញធ្វើយកជីវិតទៅបដូរដើម្បីជាតិឬក៏ដើម្បីអំណាចរបស់បរទេសដែលគេបញ្ជាអញគិតអានឹងឲ្យបានស៊ីជម្រៅអញ្ចឹងអ្វីដែលបងChen Fan Lan នេះគាត់លើកឡើងនេះគឺជារឿងពិត 100% ហើយខ្ញុំក៏បានទទួលដំណឹងពីពលទាហាននៅក្នុងដែរសូម្បីតែមានកំភ្លើងបាញ់ដ្រូនក៏គេអត់ឲ្យបាញ់ដ្រូនដែរដ្រូនហោះមកទម្លាក់លើក្បាលយើងក៏គេអត់ឲ្យបាញ់ដែរមូលហេតុអីគេពិចារណាទៅបងប្អូនប្រជាជនណាត់អានេះចេញមកនិយាយមើលងាយអ្នកក្រអ្នកឯងនិយាយមិនត្រូវប្រយ័ត្ននៅក្នុងស្រុកផ្ទះបាញ់ស្លាប់ឬមួយក៏បើកឡានទៅប្រយ័ត្នជុលនឹងតសដើមគុំណាខ្ញុំនិយាយអត់មានមើលងាយអ្នកក្រទេខ្ញុំបានបញ្ជាក់ឲ្យច្បាស់ថានេះជាការប្រៀបធៀបថាបើយើងរកស៊ីបើយើងស៊ីឈ្នួលអ្នកក្រគឺគេបិលឲ្យគេប្រហុកយើងបិលហើយបើស៊ីឈ្នួលអ្នកមានគឺបើគេការីក៏យើងសល់បាត់ឆ្នាំដែរនេះជាន័យប្រៀបធៀបបងប្អូនបញ្ជាក់ឲ្យច្បាស់កុំអញ្ចឹងបានពួក CPP ដែលជាអាយ៉ងរបស់ CPP គឺបែបហ្នឹងចង់បង្វិលខួរក្បាលខ្មែរបែបហ្នឹងអានឹងជាក់ស្ដែងផងបងប្អូនខ្ញុំស្ដាប់នៅអ្វីដែលខ្ញុំបាននិយាយមិញហ្នឹងឃើញវាយកមកបកាច់បខូចឯងបងប្អូនអញ្ចឹងរបបដេរឆានលោកហ៊ុនសែនហ្នឹងគឺអញ្ចឹងយកមនុស្សធនហ្នឹងយកមកប្រើការសិតតែបែបហ្នឹងអានេះខ្ញុំដាក់រៀងដល់បន្តិចបងប្អូនណាបងប្អូនមើលអញ្ចឹងបងប្អូនកុំឲ្យចាញ់បោកអាធនហ្នឹងមេងតាំងបាទសុទ្ធតែមិត្តធ្វើឲ្យកម្ពុជាហិនហោចថ្លៃផ្សារត្រឹមត្រូវណាមកសតមិត្ត10000 ឆ្នាំហើយកាលតែខ្ញុំឆ្នាំ81បងថ្លៃខ្ញុំឲ្យទៅពិនិត្យសុខភាពដើម្បីចេញទៅកងឯកភាពពិសេសចំនួនទី2ចំនួនទេពរិនដារ៉ូខ្ញុំបានទៅពិនិត្យសុខភាពនៅទូតចិនកាលនៅទូតចិនអត់មានទេគេយកទូតចិនហ្នឹងដាក់សខាកាមកងឯកភាពពិសេសចំនួនទី1ហើយមកដល់ចំនួនខ្ញុំហ្នឹងចំនួនទី2គេឲ្យទៅពិនិត្យសុខភាពដើម្បីចេញទៅរៀននៅសហភាពសូវៀតណាចំនួនហ្នឹងខ្ញុំជាប់ពីឡុតស៊ីវិលតែទីបំផុតឡើងគេដូរឈ្មោះយើងយកកូនសិស្សបាក់ទូកយកទៅដាក់ដើម្បីឲ្យចេញទៅគេចេះស៊ីលុយតាមពីចំនួនហ្នឹងមកគេពុកលុយតាមចំនួនហ្នឹងចឹងអានេះសិតតែល្បិចដែលបរទេសគេចង់ធ្វើបាបខ្មែរបងប្អូនមេងតាំងបាទអរគុណផលីបាទគីមឡាយបាទព្រោះយួនវាបានគ្រប់គ្រងហ៊ុនសែនខ្មែរខ្លាចយួនបាទអ្នកណាអ្នកបន្ទប់ហ៊ុនសែនយួនអ្នកណាអ្នកបញ្ជាហ៊ុនសែនយួនពីដើមរៀបទៅឡើងទៅចរចាជាមួយសេអនុឆ្នាំ90លោកហ៊ុនសែនចេញពីខ្មែរទៅចូលវៀតណាមសិនបានឡើងកប៉ាល់ហោះពីវៀតណាមបានទៅប្រជុំនៅសាកាតាស្ដាប់បញ្ជាពីនឹងសិនគេឲ្យនិយាយអីបានមានសិទ្ធិទៅចរចាជាមួយសេអនុនៅពេលនោះ
សម្បូរមាសពេជ្របាទហ៊ុនសែន family they are scammer in Cambodia ត្រឹមត្រូវដោយសារនឹងហើយបានសហរដ្ឋអាមេរិកគេនឹងប្រកាសថាពេលដែលគេចូលមកស្ថានទូតគេនឹងកំទេចអ្នកណានៅពីក្រោយ scam online គ្រួសារតកូលហ៊ុនព្រៀបអិនអរគុណរដ្ឋាដែលបានចូលមកស្ដាប់ធម៌ទេសនាត្រឹមត្រូវបងខ្ញុំចង់ឲ្យពួកនឹងចូលមកស្ដាប់បន្តិចណាឲ្យគាត់ឆ្លើយមកនៅក្នុងនឹងក៏កុំឡប់ពេកអាឡប់បើខ្ញុំអាឡប់លោកឯងចូលមកស្ដាប់អាឡប់មានលោកឯងឈួតត្រឹមត្រូវបងព្រៀបអិនអរគុណគាត់បន្តិចដែរដែលបានចូលមកឲ្យខ្ញុំរៀងសំពងពួកគាត់បន្តិចលីបូរីបាទសួស្ដីខ្ញុំចង់ដឹងថា SBA ស្នាក់នៅអានឹងដដែលតែណាសមត្ថកិច្ចលុបបំបត្តិបាទផលីបាទចន្ទាខឹមបាទស៊ីឈ្នួលអ្នកមានគេញ៉ាំបាយហើយយើងបានបបស៊ីឈ្នួលអ្នកក្រគេញ៉ាំបបយើងឈរមើលត្រឹមត្រូវបងអានឹង 100% អានេះនៃប្រៀបធៀបយើងអត់មានមើលងាយអ្នកក្រទេតែនេះជារឿងពិតនៅក្នុងសង្គមគឺត្រូវតែអញ្ចឹងប្រជាពលរដ្ឋចេញមកទៀតហើយបើថាខ្ញុំផទេចូលមកស្ដាប់ខ្ញុំធ្វើអីខ្ញុំអត់វល់លោកឯងទេប្លុកខ្ញុំក៏ប្លុកទៅខ្ញុំមិនទៅឈឺក្បាលអីទេសមត្ថភាពលោកឯងនឹងសិតតែសម្រាមរបស់គេនឹងហើយបើខ្ញុំមើលតាមតានឹងសិតតែបងសើងផងកូនបងសើងពីអតីតយល់ទេខៀងងៅប្រវត្តិសាស្ត្របានឲ្យតម្លៃលើអាចារ្យហែមជាវអាចារ្យស្វាពូកំបោជាវីរៈបុរសខ្មែរដែលបានក្រោកឈរប្រឆាំងនឹងបារាំងខ្ញុំមិនសូវយល់រឿងនេះថាពួកអ្នកទាំងអស់នោះពិតជាអ្នកធ្វើសិតតែនយោបាយអត់គេទេអាចារ្យហែមជាពូកំបោស្អីដែលគេឲ្យក្មេងចំនួនខ្ញុំក៏បានរៀនដែរពីប្រវត្តិអាចារ្យហែមជាពូកំបោស្អីដែលតស៊ូដេញបារាំងនឹងបងប្អូនមើលដេញបារាំងចេញផុតអាអ្នកណាមកធ្វើបាបខ្មែរយួនថៃសិតតែនយោបាយបោកខ្មែរបងប្អូនចំនួនបារាំងនឹងហើយដែលគ្រូបង្រៀនចំនួននឹងប្រាក់ខែសិតតាបើគ្រូ professor licenciate ប្រាក់ខែ 6000 រៀលគ្រូសតិវកាប្រាក់ខែ 4500 រៀលខ្ញុំឲ្យបងប្អូនប្រៀបធៀបប្រាក់ខែគ្រូសតិវកា 4500 ប្រាក់ខែ professor licenciate 6500 ឥឡូវ 6500 បងប្អូនខ្ញុំប្រៀបធៀបឲ្យបងប្អូនវិញលុយបាតចំនួនហ្នឹងណា1 រៀលខ្មែរស្មើនឹង30 បាត1 រៀលខ្មែរស្មើនឹង30 បាតឥឡូវ$1ស្មើ30 បាតអញ្ចឹងលុយខ្មែរចំនួននឹង$1ស្មើនឹង1 រៀលប្រាក់ខែគ្រូទាបបំផុត 3800 ដែលចេញធ្វើការដំបូង 3800 រៀលឥឡូវស្មើនឹងបើ1 រៀលស្មើនឹង$1អញ្ចឹងប្រាក់ខែឥឡូវបើប្រាក់ខែគ្រូ $3800 បងប្អូនយើងពិចារណាមើលគ្រូបង្រៀន $3800 តើគាត់ក្រឬមួយក៏គាត់ធូរធារឆ្លើយមកអញ្ចឹងចំនួនបារាំងនឹងហើយដែលប្រាក់ខែគ្រូរហូតដល់ប៉ុណ្ណឹងអញ្ចឹងដេញបារាំងចេញប៉ុតអត់មានប្រាក់ខែបើកឲ្យគ្រូបង្រៀនលុយចុះរហូតដល់ឆ្នាំ75លុយ1 លានលុយខ្មែរកម្ពុជានឹងសិតតែក្តាស់រូបគោក្តាស់រូបកំតែលុយវាអត់តម្លៃគឺដោយសារនឹងដេញបារាំងអានឹងចង់ឯករាជ្យខ្ញុំមិនថាចង់ស៊ីឈ្នួលគេទេក៏ប៉ុន្តែចង់ឯករាជ្យពីបារាំងតែមកខ្ញុំបរទេសខាងកើតនិងខាងលិចសមហ៎យើងដឹកនាំប្រទេសធ្វើបែបហ្នឹងរដ្ឋាកុំចេះតែចោតគេបើខ្ញុំចោតគេទេយកផុសតាមមកហ៎របបតកូលលោកឯងនេះខ្ញុំអ្នកណាគេណាសេងអៀងឡុងបាទពូថ្ងៃនេះអួតហើយនឹងបំភ្លៃរឿងអីទៀតហើយគាត់តែចេញហ្គីតាមកសេងអងឡុងខ្វៀងទេដឹងអីកុំអានពួកដែលចូលមកថ្ងៃនេះគ្រាន់បើបានចូលមកស្រាប់ខ្ញុំយល់ទេមានរិស័យអរគុណលោកពូដែលបានដែលតែងឆ្លៀតពេលពន្យល់ខ្មែរបងប្អូនពេលខ្លះយើងតល់តែពន្យល់គាត់បងប្អូនខ្មែរយើងកន្លែងខ្លះមិនមែនថាគាត់មិនដឹងទេគាត់ដឹងដែរតែគាត់អត់យល់ពិតប្រាកដអញ្ចឹងពេលខ្លះយើងត្រូវចែករំលែកទៅឲ្យគាត់បាទ
ខៀងនៅ CPP អត់បានទិញក្បាលលោកឡុងទេតែកំពុងប្រកាសលក់ក្បាលទៅវិញទេលោកឡុងនឹងខ្ញុំមើលទៅណាគាត់អត់ហ៊ានចូលទេគាត់បានតែលក់ឲ្យគេនៅក្រៅហ្នឹងគេឲ្យបើខ្ញុំដឹងខាងអាមេរិកគេឲ្យការមកហ្នឹងគឺអ្នកស្រីហ៊ុនស៊ីណាតដែលគាត់ហៅអ្នកស្រីហ៊ុនស៊ីណាតពីដើមថាឡាំដួយណាអ្នកស្រីហ្នឹងបោះលុយតាមរយៈគ្នាគេនៅអាមេរិកហ្នឹងយកទៅទិញលោកឡុងហ្នឹងឲ្យលុយដើម្បីឲ្យបិទមាត់ជេរលោកហ៊ុនសែនទៅត្រឡប់មកជេរអ្នកប្រជាធិបតេយ្យវិញហើយបងប្អូនពិចារណាទៅមនុស្សដែលលក់ក្បាលអានឹងគេហៅអីតលស័តបានគេអាចលក់បានមិនមែនមនុស្សទេប្រេតជីកពូណនក៏ថាកំពុងជីកហើយជីកហើយខ្ញុំដឹងហើយវាអាចជីកមួយថ្ងៃនឹង4 10ម៉ែត្រទៅអែលឲ្យវាមាននេះហើយលោកហ៊ុនសែននិយាយថាតប្រមាណខែរីជីកប្រេតជីកពូណននឹងហើយបោកសតវីរៈជំរាបសួរបងរាស៊ីពីចម្ងាយផងបាទអរគុណវីរៈខ្ញុំមិនអានទេប្រេតជីកហ្វីណនសិតតែសម្រាមទាំងអស់តែគ្រាន់បើហើយអ្នកឯងចូលមកស្ដាប់ខ្ញុំដើម្បីឲ្យខ្ញុំទិសឲ្យអ្នកឯងស្ដាប់បន្តិចយល់ទេមុខគីឃីងបាទសួស្ដីលោករ៉ាស៊ីអរគុណសួរកីឡារិទ្ធនឹងកំណាប់គាត់ពីមុននឹងតែងតែមានឥឡូវថ្ងៃនេះចេញមកហើយដឹកនាំផ្ដាច់ការវិចារមិនបានរបបដេរឆានតាមដានរាល់ថ្ងៃរិះរស់ខ្លោបខ្លាចអំណាចយួនឆ្នៃទុកខ្មែរដូចត្រីបាក់សីក្នុងទ្រុងមានន័យមែនតើបងប្អូនណាអរគុណសួរកីឡារិទ្ធអ្វីដែលគាត់និយាយមកកំណាប់គាត់ព្រោះមានន័យទៀតសុំតសើខ្ញុំថ្មីត្បិតតែខ្ញុំបានរៀនដល់វិស្វករឲ្យដែរក៏អត់មានបានអីចេះយល់ដូចបងតាក់តងនឹងកំណាប់នឹងខ្ញុំមានអ្នកគ្រូខ្ញុំម្នាក់តែឥឡូវគាត់បានខូចបាត់ទៅហើយគាត់នៅ Florida អ្នកគ្រូនឹងគាត់បង្រៀននៅគាត់ Professor Licenciate ខ្មែរពីសង្គមចាស់ហើយគាត់គេហៅគាត់ម៉ាដាមពឹងសយដោយសារប្តីគាត់ឈ្មោះលោកតាពឹងសយនឹងជាអ្នកចេះដឹងពីដើមគ្រូបង្រៀនពីដើមហើយអ្នកគ្រូខ្ញុំនឹងគឺម៉ាដាមពឹងសយនឹងខ្ញុំចេះពីគាត់ច្រើនណាស់នៅពេលដែលគាត់បង្រៀនខ្ញុំនៅសធមមុខគាត់តែងតែបញ្ចូលនៅចំណេះដឹងដែលឲ្យយើងចំណេះដឹងទូទៅច្រើនមែនតើដែលខ្ញុំចាប់បានពីអ្នកគ្រូម៉ាដាមពឹងសយនឹងក៏ប៉ុន្តែកាលនឹងគាត់បានរៀនរបៀបតែងកំណាព្យដូចថាបត់កកតេបត់អីហ្នឹងដូចថាឃ្លាទី1ពាក្យទីប្រមាណត្រូវជួននឹងទីប្រមាណទៅអាព្រោះប្រមុតអត់នឹងពីដើមនៅក្នុងខួរយើងដែរតែក្រោយឡើងវាភ្លេចទៅយូរពេកណាអញ្ចឹងខ្ញុំជឿថាសួរកីឡារិទ្ធគាត់មានជំនាញហ្នឹងហើយគាត់បានរូបមន្តដែលគាត់ធ្លាប់រៀនហ្នឹងអញ្ចឹងធ្វើឲ្យគាត់តែងទៅភាសានៅក្នុងអក្សរសិល្ប៍គេហៅថាណៃណងវាពីរោះជាប់ជួនអញ្ចឹងអរគុណមែនតើនៅអ្វីដែលសួរកីឡារិទ្ធបានតែងដាក់នៅក្នុងនេះបាទសូមអរគុណមែនតើចន្ទាខឹមសប្តាហ៍នេះដូចជាអស់តបខ្មោចចូលមកជេរនៅសល់តែឆ្កែកាចចូលមកខំចន្ទាអរគុណតាមកពិតយ៉ាងហើយពួកនឹងប៉ះចន្ទាទៅយើងចូលមកតោះគោះគាត់ខ្លះដែរណាបាទគោះខ្លះទៅគាត់ចូលមកវាត្រូវថ្មោងដល់ត្រូវថ្មោងរត់ពីដើមមានស្គីលហ៊ុយមានអីតែចូលមកខ្ញុំយកធ្វើវិធានបត់ទៅអត់ហ៊ានចូលទេសុគន្ធធាលារងឡុងហ្នឹងអត់ហ៊ានចូលរបស់ខ្ញុំទេខ្ញុំមកខ្ញុំដាក់ជាវិធានបត់ទៅរត់ត្រយទៅវិញ60សវណ្ណថាបាទជម្រាបសួរពីចម្ងាយធៀងនៅសេងអេងឡុងលោករ៉ាស៊ីកំពុងនិយាយជួយនឹងការពារបូរណភាពទឹកដីខ្មែរនិងជាតិខ្មែរតើហេតុអីបានជាអ្នកចូលមកអ្នកស្ដាប់មិនយល់គាត់ស្ដាប់មិនយល់បើខួរក្បាលគាត់នឹងសិតខួរក្បាលសម្រាមនឹងបងគាត់មិនយល់ទេអាពាក្យដែលល្អគាត់អត់យល់ដាច់ខាតគាត់យល់តែពាក្យដូចលោកឡុងនិយាយអីគាត់ហៅអាម៉ាណែតអីគាត់ហៅឯងសិតតែចូលទៅមើល DNA មើលអីអាហ្នឹងបានគាត់យល់ផ្កាកំពុងធំជម្រាបសួរពីចម្ងាយអញ្ចឹងថ្ងៃនេះបងប្អូនខ្ញុំគាត់តែចង់ជម្រាបបងប្អូនតាក់ទងជាមួយនឹងក្រុមហ៊ុនហ៊ុយវ៉ាន់ផេហើយយើងក៏ចង់និយាយថារាល់ថ្ងៃនេះរបបលោកហ៊ុនសែនដឹកនាំដោយនរណាខ្មែរជាអ្នកដឹកនាំឬមួយក៏លោកគេបន្ទប់លោកពីដើមឡើងមកលោកជាអាយ៉ងគេឥឡូវលោកឲ្យកូនរបស់លោកខ្លាយទៅជានាយករដ្ឋមន្ត្រីប្រព័ន្ធរបស់លោករៀបសិទ្ធទាំងតែកូនគេទៅហើយបានជានៅក្នុងមន្ទីរអប់រំអនុប្រធានឋានៈមិនមែនធម្មតាទេនៅក្នុងមន្ទីរអប់រំទាំងមូលមកអានខ្មែរតតិចតតុកបែបហ្នឹងណាមិនខុសពីអ្នកស្រីស្អីសេរីជាម្ដាយរបស់ថោងសារ៉ាត់អូយព្រោះមែនអានខ្មែរលោកឲ្យលោកកូនខ្មែរនៅតែស្ដាប់បានដែរយ៉ាងម៉េចសុំគិតគូរសារឡើងមកវិញកូនខ្មែរ
ឈប់ចូលរួមគ្រឿងញៀនទៅឈប់ចូលទៅកាប់ចាក់ខ្មែរគ្នាឯងទៅខំរៀនតស៊ូការពារទឹកដីយកអ្វីដែលបងប្អូនដែលក្មួយដែលបានលូកទៅកាប់គ្នាខ្មែរនឹងខ្មែរឈប់ទៅសិក្សាការពារទឹកដីហើយបើចង់កាប់គឺកាប់សត្រូវណាដែលមកបំផ្លាញខ្មែរយើងហើយបើចង់បញ្ចេញកំហឹងដល់ទៅធ្វើកងទ័ពនៅសមរភូមិមុខយកជីវិតយកទៅការពារទឹកដីកុំឲ្យការពារអំណាចគ្រួសារតកូលណាម្នាក់ឲ្យសោះកុំឲ្យសោះបើឃើញគេធ្វើការពារអំណាចផលប្រយោជន៍តកូលគេប្រឆាំងជាមួយតកូលនឹងដាច់ខាតបើតកូលនឹងការពារទឹកដីជាតិពិតប្រាកដយើងការពារគាត់តែបើតកូលនឹងបំផ្លាញទឹកដីជាង70កន្លែងទុកឲ្យខ្មែរវេទនារឿងអីតកូលនឹងមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកប្រើមកពីតកូលនឹងក្បត់ជាតិបាទគេមិនព្រមយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកមកប្រើចឹងកូនខ្មែរឈប់វែងទៀតទៅស្មាននេះហើយស៊ូទាំងអស់គ្នាពួកខ្ញុំនៅពីក្រៅយើងនឹងស្រែកយើងនឹងជម្រាបឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានយល់បងប្អូននៅខាងក្នុងកុំបង្ងើយក៏ដោយងើបទាំងអស់គ្នាតស៊ូទាំងអស់គ្នាអានឹងបានកូនខ្មែរចំនួនក្រោយគេអត់ដៀលយើងថ្ងៃក្រោយពេលដែលយើងចាស់ទៅយើងបាត់បង់ជីវិតកូនខ្មែរដែលកើតចំនួនក្រោយមកគេថាយើងជាបុព្វបុរសតែបុព្វបុរសស្អីដែលអត់បានការពារទឹកដីអានឹងយើងងើបទាំងអស់គ្នាបងប្អូនចូលរួមជាមួយអ្នកប្រជាធិបតេយ្យចង់គេនិយាយអីនិយាយទៅមានតែលទ្ធិប្រជាធិបតេយ្យនឹងហើយដែលធ្វើឲ្យបងប្អូនមានសេរីភាពបងប្អូនមានសិទ្ធិបញ្ចេញមតិបងប្អូនមានសិទ្ធិទទួលនៅអ្វីដែលជាទ្រព្យរបស់បងប្អូនសម្ព័ន្ធមិត្តជាមួយនឹងអ្នកប្រជាធិបតេយ្យខ្ញុំថ្ងៃនេះសៅរាស៊ីសូមលើកម្រាបដប់អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទូទាំងពិភពលោកបូកនឹងថ្នាក់ដឹកនាំរបស់គណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំរាជរដ្ឋាភិបាល$23ចូលរួមសម្ព័ន្ធភាពជាមួយអ្នកប្រជាធិបតេយ្យមហាអំណាចអ្នកប្រជាធិបតេយ្យជាពិសេសសហរដ្ឋអាមេរិកសហគមន៍អឺរ៉ុបចូលរួមសហព័ន្ធជាមួយនឹងប្រទេសដែលមានឥទ្ធិពលក្នុងនាមប្រជាធិបតេយ្យហើយក៏អស់លោកច្បាស់ជាយល់ទាំងអស់គ្នាមិនមែនខ្ញុំបាទយកមកនិយាយទេតែថ្ងៃនេះខ្ញុំចង់ឲ្យប្រជាពលរដ្ឋទូទាំងពិភពលោកចូលរួមគ្រប់គ្រងអ្នកប្រជាធិបតេយ្យចូលរួមសម្ព័ន្ធមិត្តជាមួយមហាអំណាចប្រជាធិបតេយ្យទើបខ្មែរយើងការពារបានបើខ្មែរយើងមានមហាអំណាចអ្នកប្រជាធិបតេយ្យការពារយើងខាងកើតខាងលិចគេនឹងត្រយើងគេនឹងលូនក្រាបមករកយើងវិញបងប្អូនពិចារណាទៅបងប្អូនមើលខ្ញុំឧទាហរណ៍ឲ្យមួយនៅសិង្ហបុរីនៅពេលដែលសិង្ហបុរីផ្ដាច់ចេញពីម៉ាឡេហើយសិង្ហបុរីបានទៅចងសម្ព័ន្ធជាមួយនឹងអង់គ្លេសដោយសារអង់គ្លេសញូហ្សេឡង់ក្រោមអាវ៉ាត់អង់គ្លេសអូស្ត្រាលីក្រោមអាវ៉ាត់អង់គ្លេសអញ្ចឹងអង់គ្លេសបញ្ជាឲ្យញូហ្សេឡង់បញ្ជូនទ័ពទៅការពារសិង្ហបុរីអ្នកណាមកហ៊ានក្អកទៀតបើអង់គ្លេសការពារហើយយ៉ាងណាមិញនៅប្រទេសខ្មែរបើយើងចងសម្ព័ន្ធជាមួយសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកគាត់តែដាក់ការិយាល័យមួយនៅប៉ោយប៉ែតមើលខុសត្រូវមកជួរព្រំប្រទល់ប៉ោយប៉ែតដី800គីឡូម៉ែត្រជាងបូកនឹងឈូងសមុទ្រសួរថៃហ៊ានក្អកជាមួយសហរដ្ឋអាមេរិកទេបងប្អូនពិចារណានៅខាងកើតកងទ័ពសហរដ្ឋអាមេរិកចូលទៅជួយការពារព្រោះសម្ព័ន្ធមិត្តខ្ញុំនិយាយនេះក្នុងនាមសម្ព័ន្ធមិត្តចឹងសម្ព័ន្ធមិត្តអាមេរិកចូលទៅជួយការពារខ្មែរនៅព្រំប្រទល់ខាងកើតសួរវៀតណាមហ៊ានមកលេបទឹកដីខ្មែរទេបងប្អូនឆ្លើយមកយើងសម្ព័ន្ធមិត្តតាមានរឿងអីយើងខុសច្បាប់ចុះលោកហ៊ុនសែនរងថ្ងៃមិនសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិនបងប្អូនមិនឆ្លើយមកអ្នកណានិយាយថាសម្ព័ន្ធមិត្តជាមួយនឹងមហាអំណាចសេរីយើងខុសច្បាប់អត់ខុសទេលោកហ៊ុនសែនមិនសម្ព័ន្ធមិត្តជាមួយចិនប៉ុលពតមិនសម្ព័ន្ធមិត្តជាមួយចិនតែប៉ុលពតសម្ព័ន្ធមិត្តជាមួយចិនខ្មែរអស់ជាង3លាននាក់លោកហ៊ុនសែនសម្ព័ន្ធមិត្តជាមួយចិនខ្មែរបាត់ដីអាលីងជាពាក់លុយចិនជាង$5000 លានពីដើមឡើងមកជំនន់លន់ណុលខ្មែរដែលជាពាក់លុយគេដល់1000 លានទេអត់ទេឥឡូវខ្មែរសម័យជឿនលឿនលោកហ៊ុនសែនជាពាក់គេជិត$13,000 លានហើយណាបងប្អូនពិចារណាសម័យលន់ណុលជាពាក់អាមេរិកតែប្រហែលជាង300 លានទេហើយក៏ថាបងប្អូនរួចខ្លួនណា
គាត់ថាកើតបាច់មកកូនបងប្អូនជាពាក់គេជាង$1000ហើយក្នុងកូនម្នាក់សួរណាអ្នកសងកូនហ៊ុនសែនទេអត់ទេកូនហ៊ុនសែនមានតែបើថែមទៀតចៅហ៊ុនសែនមានតែបើថែមទៀតអ្នកណាអ្នកសងកូនបងប្អូននឹងឯងដែលសងបងតាក់ទៅឲ្យរបបលោកហ៊ុនសែនយកអាលុយតាក់ហ្នឹងយកទៅសងគេណាឲ្យយល់បញ្ហាហ្នឹងស្រីម៉ៅជំរាបសួរលោកប្រធានអរគុណស្រីម៉ៅសុខសប្បាយពីចម្ងាយណាបងប្អូនយល់អញ្ចឹងសម្ព័ន្ធភាពជាមួយនឹងសហរដ្ឋអាមេរិកជាមួយនឹងសហគមន៍អឺរ៉ុបខ្មែរយើងពិតជាជឿនលឿន 100% បងប្អូន 100% បើមិនជឿអានឹងខ្ញុំក៏ឧទាហរណ៍ណាមានកងទ័ពអាមេរិកជួយការពារទឹកដីខ្មែរកុំថាច្រើនដាក់តែ10នាក់គ្រាន់តែតំណាងថាដាក់តែ10នាក់នៅទីនឹងខាងកើតក៏រួញដែរខាងលិចក៏ញញើតដែរអត់ហ៊ានទេហើយទៅហ៊ានប៉ះកងទ័ពអាមេរិកដែលនៅការពារជួយការពារទឹកដីខ្មែរសម្ព័ន្ធភាពគាត់ជួយឥឡូវមើលជប៉ុនដោយខ្លាចកូរ៉េខាងជើងអាចបាញ់មីស៊ីលអាចធ្វើអីអាមេរិកទៅនៅការពារជប៉ុនមានអីគេខុសច្បាប់គេសម្ព័ន្ធភាពគេចូលជួយការពារគ្នាមានរឿងអីយើងខុសច្បាប់អត់មានខុសទេបងប្អូនស្រុកខ្មែរដាក់តកងទ័ពអាមេរិកជួយការពារសម្ព័ន្ធភាពយើងខាងកើត100ខាងលិច100ខាងកើតស្កាត់ជ្រាបខាងលិចស្កាត់ជ្រាបថយទាំងអស់អាមេរិកក៏គម្រាមដែរកុំធ្វើប្រេបដែរក្នុងនាមយើងសម្ព័ន្ធភាពជាមួយកម្ពុជាថយកន្លែងណាដែលឯងសញ្ញេកាលឆ្នាំ1904 1907ថយទៅនៅកន្លែងហ្នឹងវិញលូនពួកខាងកើតខាងលិចលូនត្រឡប់ទៅវិញបងប្អូនចឹងសូមឲ្យមេត្តាអ្នកស្រឡាញ់ប្រជាធិបតេយ្យចូលរួមគ្រប់គ្រងការពារសហព័ន្ធជាមួយនឹងអ្នកប្រជាធិបតេយ្យទើបយើងជោគជ័យកុំទៅសម្ព័ន្ធភាពជាមួយនឹងប្រទេសដែលចង់លេបទឹកដីយើងគេចង់លេបតែផ្ទះភូមិហេងសំរិនហ្នឹងក៏សុកទូចថាហេងសំរិនទៅនៅលើដីយួនហើយហ្នឹងមានអីទៀតឥឡូវថៃពាត់លបងយក70កន្លែងលោកហ៊ុនសែនស្រែកថាថៃធ្វើលបងនឹងអត់ទាន់ចូលដីខ្មែរទេហើយអភិបាលខេត្តបាត់ដំបងសុកលូមិនដឹងសុកអើយគាត់ស្ដាប់តែឈ្មោះនោះគាត់ដឹងដែរបងប្អូនថាថៃអត់បានធ្វើរំលោភដីខ្មែរទេពិចារណាទៅបងប្អូនបងហេមឺសួស្ដីbrother and anyone អរគុណបងបានចូលរួមបងឯងនៅនោះដូចភ្លឺហ្នឹងបានមិនទាន់ភ្លឺណាបងនៅសហរដ្ឋអាមេរិកដូចទំចិត្តភ្លឺដែរបងណាខៀងងៅខុសច្បាប់ក៏ដោយឲ្យតែការពារបូរណភាពទឹកដីនិងជាតិខ្មែរត្រឹមត្រូវសម្រាប់ខ្ញុំគ្រប់គ្រង 100% មហាអំណាចណាក៏ដោយឲ្យតែការពារទឹកដីខ្មែរខ្ញុំគ្រប់គ្រងជាពិសេសអ្នកសេរីបងប្អូនជឿទៅសម្ព័ន្ធភាពជាមួយអ្នកមហាអំណាចប្រជាធិបតេយ្យយើងចូលរួមកុំទៅសម្ព័ន្ធភាពជាមួយនឹងពួកកុម្មុយនីសពួកលេបតបាក់ទឹកដីយើងឲ្យលុយយើងខ្ចីសឹកទៅហត់ទឹកសម្លឹងកាបងប្អូនមើលសហរដ្ឋអាមេរិកដែលមកលេបតបាក់ទឹកដីខ្មែរពីពេលណាអត់មានទេស្រីលៀបខឹមបាទតិចសាសម៉ោង4:38 AM អូយស្រីលៀបណាគេអត់លក់អីយ៉ាងម៉េចស្រីលៀបស្រីលៀបស្រីហើយមានលៀបតាមកាពិតឈ្មោះស្រីលៀបហ្នឹងឈ្មោះខ្មែរយើងពីដើមសតុនណាឈ្មោះស្រីលៀបឈ្មោះអីហ្នឹងខ្ញុំអត់ដឹងថាគាត់យ៉ាងម៉េចគ្រាន់ថាឈ្មោះយ៉ាងហ្នឹងពាក្យខ្មែរពីដើមព្រោះហើយដូចថាបើចរិតខ្ញុំធ្លាប់ឃើញអ្នកឈ្មោះយ៉ាងសតុនណាសភាពពីដើមខ្ញុំធ្លាប់ជួបឈ្មោះស្រីលៀបឈ្មោះសុភាពនេះមួយក៏សុភាពរៀបសារដែរខ្មែរយើងដាក់ឈ្មោះឲ្យកូនហ្នឹងដូចត្រូវតាមអ្វីអត្តចរិតរបស់គាត់អរគុណស្រីលៀបបានចូលរួមខៀងងៅបាទអញ្ចឹងបាទបងប្អូនត្រូវចូលរួមទាំងអស់គ្នាបងប្អូនចូលរួមការពារទឹកដីយកអ្នកប្រជាធិបតេយ្យយកមកការពារយើងយកមកសហការជាមួយគ្នាកុំយកពួកអាស្អីអស់លោកបើពិចារណាមើលណាមើលទៅ
ប្រែជីកហ្វូណនអើយហ៎ហាននិយាយស្មែច្បាស់អត់ទេហ៎ណាប្រែជីកហ្វូណននិយាយស្មែច្បាស់អត់ទេពិចារណាបងប្អូនបើយើងនៅតែឯពួកគេដោយប្រែជីកហ្វូណននេះកើតនៅស្រុកខ្មែរហើយបំរើផលប្រយោជន៍គេខាងកើតនោះពួកគេឈាមជក់